កាលពីប៉ុន្មានថ្ងៃមុនបងប្អូនប្រហែលជាបានឃើញហើយកង្កែបស្ងោរងើមងើហើយខ្ញុំអត់បានចែកម្លែកពីវិធីធ្វើនិងមុខចុងភៅឲ្យបងប្អូនបានមើលតែខ្ញុំគិតថាមិនចង់ផុសវីដេអូនេះទេដោយសារអីវីដេអូនេះវាបាត់ frame បាត់ប្លង់បាត់អីអស់ហើយវិធីធ្វើក៏អត់មានដែរតែខ្ញុំចង់បង្ហាញពីមុខចុងភៅដោយសារគាត់មានកាយវិការថ្ងៃនេះធ្វើដូចកំ pl ែងគាត់បានកែបថតល្អហើយមានពងទៀតគាត់រំផងគាត់ច្រៀងហើយអាពេលដែលគាត់ដាក់កែបជៀននេះបានល្អមើលបងប្អូនអរគ្នាគាត់លើកដៃលើកជើងចេញក្បាច់គុណអង្គុយឆ្លោះជាមួយចក្រានមួយថ្ងៃវោះងាយនៅពេលដែលទ្រាំបានមហូបនឹងឆ្អិនដោយសារអីវាខ្ទុះគាត់ ហើយមុខម្ហូបនេះគឺឆ្ងាញ់លើកទី1ដែលខ្ញុំហូបកង្កែបបំពងទាំងស្បែកតែហើយអាមុខម្ហូបដែលយកកង្កែបបំពងទាំងស្បែកហើយយកមកធ្វើម្ហូបហ្នឹងគឺជាវិធីខាងស្រុកប្រពន្ធខ្ញុំតាំងពីបរមរានមកគាត់ធ្វើអញ្ចឹងគាត់ថាឆ្ងាញ់ហើយវាមិនបែកសាច់ហ្នឹងហើយចាប់ដើមដំបូងយើងយកអាខ្ទឹមស្លឹកគ្រៃនិងម្ដេងហ្នឹងទៅដុតវាឲ្យឡើងក្លិនឈ្ងុយមកហើយយើងក៏ចាប់ដើមដាំទឹកឲ្យពុះហើយបង់គ្រឿងស្ករប៊ីចេងរួចហើយយើងក៏ចាប់ដើមយកអាកង្កែបដែលយើងបំពងរួចហ្នឹងយកមកដាក់ក្នុងឆ្នាំងដើម្បីឲ្យវាស្ងោរទៅវាចេញជាតិមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ណាបងប្អូននិយាយទៅមើលដូចនិយាយចោះនិយាយឡើងនិយាយដល់កន្លែងដុះស្លបាត់ហើយអាកន្លែងដាក់គ្រឿងអាកន្លែងសកម្មភាពភ្លក់អីបាត់អស់លេងហើយអញ្ចឹងសូមអភ័យទោសផងតែមើលទៅក៏ទំនងដែរបងប្អូនទាំងអស់គ្នាគឺលើកចេញមកពីឆ្នាំងហុយពុងហ្មងកែបក៏ធំធាត់សាច់ល្អមានពងពេញពោះមើលទៅដឹងថារសជាតិគួរសមហើយមហូបបែបស្រុកស្រែនេះហៅពុកម៉ែហ្នឹងមកពិសាជុំគ្នាឲ្យគាត់ពិសាបានឆ្ងាញ់មាត់ម្ដងព្រោះដោយសារតាំងពីខ្ញុំដើរឆ្ងាយមកមិនដែលបានរួចឲ្យគាត់បានហូបចេះទេបើចង់ហូបអីតើទៅរួនៅផ្សារបច្ចុប្បន្ននេះកែបស្អីសិតតែចិញ្ចឹមទាំងអស់បានកែបស្រែខែដំបងចេះគឺរសជាតិ